ការធ្វើសេចក្តីល្អគឺជាឱកាសនៃពេលវេលាសម្រាប់យើងគ្រប់គ្នាក៏ប៉ុន្តែរាល់សេចក្តីល្អទាំងអស់មិនមែនសិតតែមនុស្សគ្រប់រូបសិតតែអាចធ្វើបានទេញាតិញោមត្រូវចាំអញ្ចឹងណារឿងសេចក្តីល្អហ្នឹងមិនមែនមនុស្សគ្រប់គ្នាសិតតែអាចធ្វើបានទេវាអាស្រ័យទៅលើឧបនិស្ស័យដែលសន្សំមកជនខ្លះសន្សំពូជល្អច្រើនអញ្ចឹងរាល់បុណ្យកុសលទាំងឡាយមិនថាការរក្សាសិលការឲ្យទានឬក៏បំរើមេដាបិតាទេគឺស្រួលធ្វើតែម្ដងអត់លំបាកនៅក្នុងការធ្វើទេក៏ប៉ុន្តែជនរូបខ្លះទៀតដែលមិនសូវបានសន្សំសេចក្តីល្អច្រើនសន្សំតែរឿងអកុសលច្រើនហ្នឹងគឺថាធ្វើសេចក្តីល្អហ្នឹងតឹងមែនទែនតែហើយទៅពេលខ្លះសំបីតែញាតិញោមទាំងអស់គ្នានៅក្នុងទីនេះហ្នឹងរក្សាសិលអីជាដើមហ្នឹងឈានដល់សិលឧបោសថអីជាដើមគាត់ថាពិបាកទៅមិនរួចទេហ្នឹងហើយរហូតដល់មានជនខ្លះទៀតហ្នឹងខ្លាចនៅបុណ្យកុសលហ្នឹងទៀតផងមើលញាតិញោមមានអ្នកខ្លះក្រាញធ្វើបុណ្យធ្វើទានទៅវត្តរក្សាសិលគោរពបម្រើមេត្តាបិតាថ្វាយបង្គំឲ្យទានអីចឹងខ្មាស់គេតែដល់ទៅពេលផឹកស៊ីអត់ខ្មាស់គេញោមហ่ะស្រុកនេះអត់ចេះឆ្លើយឲ្យទានរក្សាសិលគោរពបម្រើមេត្តាបិតារៀងអៀនបើថាចូលវត្តហ្នឹងអែបខាងហ្នឹងមកចំមុខលោកអីស្ដាប់ធម៌ហ្នឹងមិនហ៊ានទេខ្លាចឲ្យលោកស៊ូហ្នឹងហើយប៉ុន្តែអំពើអកុសលផ្សេងវាទៅជាងាយនៅក្នុងការធ្វើទៅវិញព្រោះអីពីព្រោះយើងសន្សំសេចក្តីល្អមកតិចអញ្ចឹងឧបនិស្ស័យហ្នឹងវាទៅតាមកម្រិតហ្នឹងដែរត្រូវចាំថានៅពេលណាដែលប្រព័ន្ធការពាររាងកាយរបស់យើងចុះខ្សោយវាស្រូបបានតែមេរោគទេតែបើប្រព័ន្ធការពាររបស់យើងខ្លាំងមេរោគមិនអាចចូលបានទេយ៉ាងណាមិញបុគ្គលដែលសន្សំនៅបុណ្យច្រើនសន្សំនៅសេចក្តីល្អច្រើនសូមញាតិញោមចាំចោះថាអកុសលមិនងាយចម្រើនទេអកុសលអត់ងាយចម្រើនទេចម្រើនតែក៏សល់ហើយរឿងប្រព្រឹត្តអបាយមុខមានស្រីមានស្រាមានលបែងឬក៏រឿងអាក្រក់ផ្សេងហ្នឹងវាពិបាកនៅក្នុងការធ្វើប៉ុន្តែបើគេបបួលទៅវត្តរក្សាសិលអីជាដើមគឺថាងាយធ្វើមែនទេហ្នឹងហើយអញ្ចឹងបានអធិស្ឋានញាតិញោមថ្មនិយាយរៀងពិបាកនិយាយបន្តិចដោយសារតែពងដាតដល់មិញហ្នឹងវាខំដាតទៅនិយាយរៀងតឡល់ពិបាកក្នុងការនិយាយហ្នឹងហើយអញ្ចឹងបញ្ជាក់ប្រាប់ពុទ្ធបរិស័ទថារឿងទាំងអស់នេះសុទ្ធតែសន្សំឧបនិស្ស័យមកអញ្ចឹងបានព្រះសម្មាសម្ពុទ្ធនោះព្រះអង្គទ្រង់សម្ដែងថាសត្វលោកត្រូវគ្នាដោយធាតុធ្លាប់ឮពាក្យហ្នឹងទេញាតិញោមធ្លាប់ឮពាក្យហ្នឹងទេលោកគ្រូចាឆ្លើយរៀងសឹបព្រះអង្គសម្ដែងថាសត្វលោកត្រូវគ្នាដោយធាតុមើលញាតិញោមសាកគិតមើលបុគ្គលដែលផឹកស្រាសំទោសណាបើប៉ះចំអីកុំឲ្យប្រកែប្រកាន់នឹងលោកណាបុគ្គលអ្នកផឹកស្រាដើរជាមួយអ្នករក្សាសិលអីចុះយើងចុះហ៎ដើរចុះហ៎អត់ទេអ្នកចូលចិត្តភាពស្ងៀមស្ងាត់រក្សានៅពាក្យសម្ដីរបស់ខ្លួនឯងឲ្យល្អអីជាដើមទៅចូលចំណោមអ្នកនិយាយដើមគេនិយាយដើមលោកនិយាយដើមអាចារ្យបានទេចូលមួយគេចុះហ៎អត់ចុះទេហើយអ្នកអត់ចូលចិត្តរោគស៊ីហើយនឹងអ្នករោគស៊ីចូលចិត្តរោគស៊ីពីនឹងនៅមួយគ្នាចុះទេអត់ទេអត់ចូលចំណោមគ្នាចុះបានទេបានព្រះអង្គសម្ដែងថាសត្វលោកត្រូវគ្នាដោយធាតុហ្នឹងហើយអ្នកដែលចូលចិត្តបានរបស់ free ហើយនឹងអ្នកចូលចិត្តព្យាយាមប្រឹងប្រែងដោយខ្លួនឯងណាបុគ្គលទាំងពីរហ្នឹងក៏នៅជាមួយគ្នាមិនចុះដែរនៅជាមួយគ្នាអត់ចុះទេញាតិញោមបាននៅក្នុងធម៌បានសម្ដែងតាក់ទងជាមួយនឹងរបស់4យ៉ាងដែលយើងសុំអត់បានទេខ្ញុំចង់ស្ដាប់ទេខ្ញុំចង់ស្ដាប់ទេស្រុកនឹងឆ្លើយរៀងកពិកពួកញាតិញោមចង់ដឹងថាធម៌4យ៉ាងមានអីខ្លះទេអាត្មានឹងរតនីមកសម្ដែងប្រាប់ឲ្យញាតិញោមទាំងឡាយបានស្ដាប់ហើយអារបស់4យ៉ាងហ្នឹងណាពុទ្ធបរិស័ទទាំងឡាយនឹងដឹងច្បាស់ដោយខ្លួនឯងថារបស់ហ្នឹងពិតជាមិនអាចសុំបានទេទី1សុំ
មាសប្រាក់ទ្រព្យសម្បត្តិញាតិញោមទី1សុំមាសប្រាក់ទ្រព្យសម្បត្តិសុំឲ្យមានបានណាការសុំមាសសុំប្រាក់សុំទ្រព្យសម្បត្តិឬក៏សុំឲ្យខ្លួនឯងមានបានដោយមិនខំប្រឹងរកអាចទៅរួចទេអត់ទេអាត្មាខ្ញុំផ្អាកចូលលុយសិនទៅឯងញោមស្ដាប់ធัวសិនចុះផ្អាកចូលលុយសិនទៅអាត្មាអត់សប្បាយចិត្តទេពេលកំពុងទេសចូលលុយចូលកាក់ហ្នឹងអត់ចូលចិត្តទេហ្មងដកថាសលុយមកនេះសិនញោមដកមកនេះសិនអត់សប្បាយចិត្តទេចែកទឹកចែកភេសជ្ជៈពេលលោកទេសនេះមួយរៃលុយពេលលោកទេសនេះ2មាត់កលឺនេះ3ប៉ះជ្រួញពិសីស្ដីឲ្យហើយអង្គខ្លះលោកហ៊ានថានេះខ្លាចខ្ញុំខឹងអាត្មាថាអាឡ័យតែខឹងបដ ாய் ឲ្យគាត់ខុសមិនកើតមែនទេអូលោកមកទេសនាហ្នឹងប្រាប់រឿងខុសរឿងត្រូវហ្នឹងហើយបើមកទេសនាឲ្យខ្លាចញាតញោមស្អប់មិនហ៊ាននិយាយមិនហ៊ានថាដើម្បីស្អំចិត្តឲ្យញាតញោមស្រឡាញ់ចូលចិត្តនិយាយលើកត្រូក៏អត់ទេនឹងមកបញ្ជាក់អញ្ចឹងអត់ស្ដាប់លោកទេញោមឈប់សិនឆ្លៀតមកដូរលុយលោកទេសនាណៃចាស់ថ្លៃអ្នកណាគេត្រឡប់ឲ្យមកដូរលុយពេលលោកទេសហ្នឹងឥឡូវអាត្មាផ្អាកហាម5ចុះឈប់ឲ្យចូលលុយលោកទេសហ៎ទម្លាប់អាក្រក់ឡាយផ្ទាល់ផងមកនិយាយសម្ដីអាក្រក់អញ្ចឹងលោកពួកជាទូទៅឲ្យតែពេលទេសនាអាត្មាអត់ចូលចិត្តទេអារឿងពេលលោកទេសមកបងដាក់ចូលទេសនាចុះអាពេលលោកមុនមកមិនក៏មិនព្រមធ្វើឲ្យហើយខ្លាចមិនបានបូជាធម៌ទេអត់បានបូជាធម៌ទេអត់បានទេដាក់លុយ1000 2000ទៅជាតិណាមានបញ្ញាវាគ្មានដាក់លុយឯណាឲ្យកើតបញ្ញាទេញោមចាស់ប៉ុនវាអត់មានដាក់លុយឲ្យកើតបញ្ញាទេតែពិតលុយដែលរៃបានពីការចូលរួមពីពុទ្ធបរិស័ទអានឹងជួយថ្លៃយានជំនិះតើមកលងមកបាត់ដបងហ៎ជួយស្រួលសាំងឡានថ្លៃជូរឡានកូនសិស្សមកជាមួយអីប៉ុណ្ណឹងតើមិនសំខាន់ឯណាការបូជាធម៌ត្រូវតែដាក់លុយឲ្យឈ្មោះថាការបូជាធម៌អត់ទេតាមពិតនេះញោមអង្គុយនៅទីនេះផ្ទៀងស្ដាប់មិនធ្វើមាត់កលឺហើយព្យាយាមផ្ទៀងស្ដាប់ថាតើលោកនឹងសម្ដែងធម៌អីនេះអាការផ្ទៀងសោតតាក់ស្ដាប់ដោយយកចិត្តទុកដាក់នេះឈ្មោះថាការបូជាធម៌ហើយតោះនេះបងមិនមែនតល់តែលើកដៃសំពះហើយបាត់ជើងឲ្យបានឈ្មោះថាការបូជាធម៌ឬក៏ដាក់លុយឲ្យបានឈ្មោះថាការបូជាធម៌អានឹងមិនទាន់ឲ្យឈ្មោះប្រកបទេការបូជាធម៌ដ៏ពិតប្រាកដគឺជាការផ្ទៀងសោតតាក់ឬក៏បង្អោនចិត្តដើម្បីនឹងស្ដាប់ដោយគោរពខ្ញុំធ្លាប់ឮបឋមកថាឬក៏លោកគ្រូអាចារ្យតែងតែលើកឡើងថាសុសូសាំងលភតេបញ្ញាការស្ដាប់ដោយល្អរមែងបាននៅបញ្ញាមិនមែនចូលលុយកាក់ដោយល្អបានបញ្ញាទេកន្លែងទៅនឹងអត់សូវមានធម្មកថាលើកមកទេក្រែងលោលើកមកអញ្ចឹងទៅវាអត់សូវបានអានេះយល់ទេញោមនេះអញ្ចេះវាអញ្ចឹងខ្លាចអត់បានអញ្ចឹងទៅវាអត់កើតអញ្ចឹងមិនហ៊ានស្ដីមិនហ៊ានថាអាត្មាថាអ្នកណាមិនដឹងទេធម្មកថាណាមិនដឹងទេប៉ះជ្រួញពិសីអត់អញ្ចឹងទេត្រូវតែប្រាប់មើលមកព្រះអង្គជ្រួញពិសីឲ្យច្បាស់ណាឯឡូមិនចាំមិនអីព្រោះឃើញក្នុងទូរស័ព្ទវាធំនៅមើលក្រៅឃើញទូចមួយញោមខ្លះថាក្នុងទូរស័ព្ទឡើងសមកក្រៅឡើងខ្មៅក្នុងទូរស័ព្ទឡើងធំមកក្រៅទូចមួយក៏តែមានពាក់មួយទៀតវារៀងស៊ីចូលដែរលោកនឹងនោះក្នុងទូរស័ព្ទរៀងចាស់ក្រៅរៀងក្មេងមកលើពាក់នឹងមកគាត់ខ្ញុំដាក់ខ្លះហ្នឹងអញ្ចឹងស្រាប់មកវិញថាការបូជាធម៌ញាតិញោមអីអត់តាក់ទងរឿងលុយរឿងកាក់នឹងទេហើយចុះបើខ្ញុំកណាចង់ចូលរួមថវិកាអីពេលលោកទេនិយាយឲ្យស្មោះត្រង់ទៅការធ្វើបែបនេះសូម្បីតែម្ចាស់ប៉ុនគាត់ចូលរួមដីសម្រួលយានជំនិះលោកឬនិយាយឲ្យសាមញ្ញថាជាលៀបរបស់អ្នកសម្ដែងធម៌ហើយក៏អាចចាត់ថាជាការបូជាធម៌ដែរប៉ុន្តែការបូជាធម៌ដ៏ពិតប្រាកដដើម្បីទទួលបាននៅការចេះដឹងការយល់ត្រូវអាចពង្រឹងអភិវឌ្ឍកែប្រែខ្លួនឯងបានណាគឺការផ្ទៀងស្ដាប់ដោយយកចិត្តទុកដាក់បានអញ្ចឹងញាតិញោមទាំងអស់គ្នាញាតិញោមអង្គុយមុងស្ដាប់បានទេហ្នឹងចង់បញ្ជាក់ឲ្យបានជ្រាបអញ្ចឹង
របស់4យ៉ាងដែលពុំអាចសុំពីព្រះអាទិទេពីអ្នកមានបុណ្យពីទេវតាពីអ្នកតាណាបានរបស់ទាំងអស់នោះគឺមាន4យ៉ាងវត្ថុ4យ៉ាងគឺពុំអាចសុំពីអ្នកណាបានទេទី1សុំមាសសុំប្រាក់សុំទ្រព្យសម្បត្តិឲ្យមានបានអាចសុំបានទេអត់អាចសុំបានទេអាត្មាតែងតែលើកឡើងមកជាប្រកដីថាញាតិញោមមានចិញ្ចៀនពេជ្រពាក់មានផ្លាក់ទីនពាក់ជាខ្សែដៃជាខ្សែកជាចិញ្ចៀនឬក៏មានមាសឡើងមាសឡើងថ្លៃផងនេះសួរថាអាវត្ថុទាំងអស់ហ្នឹងបានចេញពីការសុំអង្គុយសុំបដ ாய் សុំបីតកាដោយសុំទៀនគេគោចាត់ថាជាការងារដែរមានខ្លះទៀតដោយសុំឡើងបានមួយខែ$3000ទៀតផងណអ្នកសុំទៀនខ្លះជាអាជីពសំទោសណាមិនមែនអ្នកដែលគាត់ដោយសុំទៀនពិតប្រាកដហ្មងយើងអត់និយាយទេអ្នកដែលយករបរការដើរសុំទៀនជាអាជីពជាអាជីវកម្មអានេះយើងចង់និយាយអញ្ចឹងអាដើរសុំអញ្ចឹងក៏ចាត់ជាការងារដែរដើរសុំគេត្រុកហ្នឹងឯងទៅបានអីគេបានលុយកាក់ប៉ុន្តែកន្លែងទៅនេះចង់បញ្ជាក់ថាការសុំមាសប្រាក់ទ្រព្យសម្បត្តិមិនបានហ្នឹងគឺនៅត្រង់ការដែលអង្គុយតែសុំអង្គុយតែបាយបន់ហើយមិនព្រមបញ្ចេញសកម្មភាពឧទាហរណ៍លោកតាអើយសូមឲ្យកូនចៅរស់ស៊ីមានបានហើយអត់ប្រឹងរួយប្រឹងលេងតែលបែងមានអត់ស៊ូតអាចមានទ្រព្យសម្បត្តិអត់លោកតាអើយទេវតាអើយឆ្នាំហ្នឹងរាខ្យសៈទេវីបត្រីទីម៉ាទី3ទី4ណានឹងទី3ទី4នេះឆ្នាំហ្នឹងរាខ្យសៈទេវីសូមឲ្យប៉នាងឲ្យខ្ញុំរស់ស៊ីមានបានសូមឲ្យបើមិនប្រឹងប្រែងរោគបានដែរឬអត់ទោះបីអ្នកខ្លះក៏ថាខ្ញុំកណាណាថ្ងៃមុនទៅបន់អ្នកតាដំបងគឺញungទៅបន់អ្នកតាកក្រហមទៅបន់យាយម៉ៅនៅភ្នំពេជ្រនិលអីជាដើមជ្រោះពេជ្រនិលអីជាដើមនេះសុំទៅឲ្យរស់ស៊ីមានបានមែនណាឥឡូវយើងសាក់គិតដោយបែបប្រាជ្ញាមើលប្រសិនបើយើងសុំឲ្យមិនប្រឹងរោគបានអត់ឬក៏មានមុខរបររោគស៊ីដែរតែអត់ចេះធ្វើទីផ្សារនិយាយពីមុខឲ្យកញ្ចប់មែនទេរស់ស៊ីលក់ដូរមុខឡើងកញ្ចប់អត់មុខអត់តាក់ទាញភ្ញៀវអីជាដើមទេភ្ញៀវស៊ូមួយម៉ាត់ឆ្លើយមួយម៉ាត់ភ្ញៀវមិនស៊ូមិនចេះអធិប្បាយអីទេតើអាជីវកម្មហ្នឹងតទៅមុខបានរីកចម្រើនអត់រីកចម្រើនទេអ្នកលក់បន្លែទោះឲ្យចេះហៅភ្ញៀវបងណាអ្នកមកមើលបន្លែស្រស់ណាបងហើយមានស្ពៃកញ្ញាញ់មានស្ពៃបូកូមានជីមានត្រសក់មានត្រាប់មានចេះចោះទោះតែចេះរាក់ទាក់សម្ដីផ្អែមបែបហ្នឹងទៅបានអាចតាក់ទាញភ្ញៀវឲ្យគេមកទិញទៅទទួលបានប្រាក់កម្រៃតែបើយើងនឹងឯងអត់តឹងប្រៃបែបហ្នឹងទេស្រាប់តែអង្គុយសូមឲ្យខ្ញុំរស់ស៊ីមានបានសូមឲ្យខ្ញុំរស់ស៊ីមានបានហើយអត់ព្យាយាមប្រឹងប្រែងធ្វើទីផ្សារសោះតើអាចបានដែរឬអត់ទ្រព្យសម្បត្តិហ្នឹងមិនបានទេញញឹមគ្មានរបស់ណាដែលវាបានមកទៅទេដោយមិនហូរញឹកឡើយរាល់ទ្រព្យសម្បត្តិទាំងអស់ដែលញាតិញោមទាំងឡាយមានណាទាល់តែហូរញឹកទាល់តែហត់មើលអាត្មាសំស៊ូមួយមើលអ្នកញោមមានដីផ្ទះសម្បែងលុយកែអីជាដើមមែនតែនទៅប្រឹងដំបងបានដេកស្រួលដែរអត់ទេមែនទេញាតិញោមណាសំបីតែមកអង្គុយទេសនាហ្នឹងក៏អញ្ចឹងដែរមិនបានដេកស្រួលទេណាតែច្រឡំថាឃើញលោកមកទេសនាអូស្រួលដូចអញនិយាយដើមគេដែរហ្នឹងអូអត់ទេញាតិញោមហើយអត់ទេអានផងមើលផងទិញផងសភៅជុំកាលមួយក្បាលមិនគ្រប់យកពីរក្បាលមកផ្ទៀងផ្ទាត់គ្នាអាពីរ3ក្បាលផ្ទៀងផ្ទាត់ឲ្យមិនយល់ហើយនៅសាកស៊ូទៅទៀតស៊ូឯនេះក៏ស៊ូលោកឯនោះក៏ស៊ូមិនចាប់ទេស្ដាប់ទៀតរំតែអាចយល់ត្រឹមត្រូវផ្ទៀងផ្ទាត់ហើយយកមកសម្ដែងប្រាប់ជូនញាតិញោមតែកន្លែងទៅនឹងមានជនខ្លះបដិសេធរហូតឥឡូវអ្នកបង្កើតមុខរបររកស៊ីខ្លះចំណាយដើមទុនតិចបានស្រួលតាមបែបជំនឿញោមអើយខែប្រាំងអញ្ចឹងបច្ចុះសីមាវត្តខ្លះបច្ចុះសីមាសំទោសណាមិននិយាយឯនេះទេនិយាយផ្សេងពីនេះមានដើមទុនតិចទៅទិញអំបោះក្រហមមកចេះឆ្វាក់ចេះចងដាក់កថាសុទ្ធផ្លុំគូវះតិចតួចតាមសភៅទៅជួនកាលមិនចេះក៏ចេះតែជីបអូយទៅមួយខ្សែហ្នឹង1000អំបោះទិញមកហុងប្រហែលមានដឹងអំបោះក្រហមហុងប្រហែលថា1000ណាថា1000ហើយមួយដុំហ្នឹងបើគិតពីរឿងឆ្វាក់ចេញជាខ្សែចងដៃអំបោះក្រហមហ្នឹងណាចំណេញបានលឺគោកតាមម្នាក់ហ្នឹងរួចថ្លៃអំបោះមួយដុំបាទគ្រាន់តែហត់ថាអូនអើយណាចងទៅរស់ស៊ីមានបានឬក៏ចេះធ្វើជីបអូយផ្លុំតែប៉ុណ្្នឹងទៅមនុស្សកាលណាដែលមានជំនឿយ៉ាងម៉េចនឹងចងហើយចងទៅដោយគេបញ្ចូលមโนគមមួយគេប្រាប់ពាក្យមួយថាចងអញ្ចឹងទៅអាខ្សែអំបោះសឬខ្សែអំបោះក្រហមហ្នឹងណា
រស់ស៊ីមានបានអាអំបោះតទេហ្នឹងអាឆ្វាក់អំបោះតទេហ្នឹងវាប៉ុណ្ណេះដល់ពេលអាថែមកថាមកហ្នឹងអាហ្នឹងវាតម្លៃប៉ុណ្ណេះ business ពេញទំហឹងអញ្ចឹងលុយវាចូលមកតែយើងងាកទៅស៊ូបន្តិចការចងអំបោះសអំបោះក្រហមហើយដោយគេបដោតថារោគស៊ីមានបានហ្នឹងណាយើងសាក់គិតដោយប្រាជ្ញាដោយឆ្លាតវៃបន្តិចទៅមើលប្រសិនបើយើងមិនប្រឹងតើលុយកាក់ហ្នឹងវាមកស្រួលដែរឬអត់មកស្រួលដែរឬអត់មកអត់ស្រួលទេញាតិញោមគ្មានរបស់ណាដែល free ទេប្រសិនបើអ្នកមិនបញ្ចេញញើសឈាមរបស់ខ្លួនឯងតោះនេះកន្លែងទៅនឹងញាតិញោមម្ចាស់បងគ្រប់រូបតោះនេះបើមិនព្យាយាមប្រឹងប្រែងឲ្យបែកញើសទេជួនកាលខួរក្បាលតបាញ់អាដល់ម៉ោងដេកហើយហ្នឹងឧបាលវល់ចេះញ៉ៃពីគិតរហូតដល់សឹងតែទឹកភ្លឺក៏មានដែរស៊ូអ្នកមានមើលអ្នកមានគេមិនដែលទំនេរទេមានវីដេអូមួយឬញោមត្រីដាណាថាអ្នកមានគេមិនដែលទំនេរទេអ្នកសំដែងនឹងកំ pl ាញអូមានរវល់ធ្វើនេះធ្វើនោះឲ្យរវល់តាមពិតពាក្យថាមិនទំនេរហ្នឹងមានន័យថាគេអត់ចំណាយពេលទៅរឿងឥតប្រយោជន៍ទេគេចំណាយពេលទៅលើមុខរបររកស៊ីរបស់គេតើត្រូវធ្វើទីផ្សារបែបណាmarketingរបស់គេបែបណាគេត្រូវការកន្លែងទៅនឹងហើយយើងនេះវាមិនអញ្ចឹងអីឃើញទេអញ្ចឹងបានមកថាក្នុងโลกនេះណាការសុំមាសសុំប្រាក់ទ្រព្យសម្បត្តិអីជាដើមហ្នឹងมันអាចសុំពីព្រះអាទិទេពអ្នកមានបុណ្យទេវតាអិនព្រំណាបានទេប្រសិនបើយើងមិនចំណាយកម្លាំងញើសឈាមរបស់ខ្លួនឯងនៅក្នុងការស្វែងរកទ្រព្យសម្បត្តិអត់មានទ្រព្យសម្បត្តិណាមករកយើងទេបើយើងមិនប្រឹងប្រែងទៅរកវាដើម្បីបានអ្នកចំកោះស្ដាប់បានហើយចឹងញញោមអនុមោទនីចេតសាធុទៅលោកចប់ជាមួយនឹងលោកដែរហ្នឹងហើយទី2សុំយុះស័កឬសុំបរិវារការសុំយុះស័កការសុំបរិវារអាចសុំបានទេខ្ញុំអាចសុំបានទេបើអត់មានអានេះទេសុំបានដែរអាហ្នឹងបើសុំពីយុះស័កអីទូនាទីអីសុំទោសណាពេលខ្លះដោយសមត្ថភាពតែពេលខ្លះក៏ត្រូវមានទឹកតែអីខ្លះចឹងដែរអាហ្នឹងនិយាយទៅវាអាចប៉ះពាល់តែអាហ្នឹងបើហើបន្តិចចឹងចុះប៉ុន្តែបជាណាកុំខឹងលោកថាវាមិនទាំងអស់ស្តែអញ្ចឹងទេខ្លះក៏ដោយសមត្ថភាពខ្លះក៏ដោយបែបហ្នឹងប៉ុន្តែចង់និយាយថាយុះស័កបរិវារការស្រឡាញ់ការរាប់អានយើងមិនអាចសុំពីនរណាបានក្រៅពីការបណ្ដោះនិងប្រឹងប្រែងដោយខ្លួនឯងទី3សូមការរស់នៅអស់កាលយូរសុំបានទេញាតិញោមសុំបានទេអត់ទេប្រសិនបើអាចសុំបានម្លោះហ្នឹងណាញាតិញោមនេះឧបាសិកាក្រូចថាចដែលធ្វើការលកិរិយាកន្លងទៅ3ឆ្នាំឧបាសកយំឆែមធ្វើការមរណៈទៅអស់ការ10ឆ្នាំលោកយំឡង់ឌីគម្រប់22ឆ្នាំជាដើមប្រសិនបើអាចសុំការរស់នៅយូរបានណាជនទាំងអស់នោះមិនអាចកន្លងទៅ3ឆ្នាំ10ឆ្នាំនិង22ឆ្នាំបានទេជាការបង្ហាញថាម៉េចជាការបង្ហាញថាជីវិតនៃការរស់នៅរបស់យើងនេះគឺប្រព្រឹត្តទៅតាមកម្មដែលយើងធ្លាប់សាងសន្សំមកនៅក្នុងកាលមុនផងបូករួមជាមួយនឹងការចេះថែរក្សាសុខភាពនិងសុខភាពផ្លូវចិត្តក្នុងជីវិតបច្ចុប្បន្ននេះផងសាងកម្មពីអតីតក្នុងកាលមុនមកជាអ្នកមិនសម្លាប់សត្វដតីបៀតបៀនសត្វដតីជាដើមផងបូករួមជាមួយនឹងអាជីវិតបច្ចុប្បន្ននេះថែរក្សាសុខភាពផ្លូវកាយថែរក្សាសុខភាពផ្លូវចិត្តថែរក្សាសុខភាពផ្លូវកាយថែរក្សាបែបណាមិនបរិភោគអាហារដែលវាលើសចំនួនកំណត់បរិភោគអាហារឲ្យវាត្រឹមត្រូវទៅតាមរាងកាយដែលត្រូវការបរិភោគកុំផ្អែមពេកកុំប្រៃពេកកុំរបស់របរដែលវាផ្អាប់ខ្លាំងពេកឬក៏ជាតិខ្លាញ់ច្រើនពេកបរិភោគបន្លែឲ្យច្រើនកុំបរិភោគតែសាច់ខ្លាំងពេកហើយតម្រូវទៅតាមវ័យរបស់យើងវ័យចាស់ហ្នឹងទៅច្រឡំតែបរិភោគសាច់ច្រើនពេកអត់បានទេញាតិញោមហើយខ្ញុំតាអីវាយស្ទុះបានត្រីងៀតជាមួយនឹងបាយសរុបទឹកដូចល្មមរស់សាច់គោអីស្តេកអីគេណៃអូយបានទេមែនទេហ្នឹងហើយបានតែត្រីអាំងរៀងក្រៀមឬក៏ចៀនឲ្យទៅដាក់ជាមួយនឹងបាយសរុបទឹកទៅល្មមជួនកាលហ្នឹងសាច់មិនបានទៅទៀតទៅបានអាបុកមិនណាបុកមីជូរស្វាយជាមួយត្រីឆ្អើរហ្នឹងមកលោកគាត់តែលោកប៉ុណ្ណឹងស្រាវទឹកមាត់បាត់ហើយហ្នឹងហើយខែស្វាយនឹងច្រោកញញោមលេទឹកមាត់សិនទៅហ្នឹងឃើញទេបានប៉ុណ្ណឹងប៉ុន្តែចង់បញ្ជាក់ថាការបរិភោគទាំងអស់ហ្នឹងឲ្យវាក្រិតក្រំទៅតាមរាងកាយត្រូវការហើយស្មាបញ្ជាក់ណាខ្ញុំណារាល់អាហារទាំងអស់មិនមែនយើងចង់បរិភោគវាសិតតែមានប្រយោជន៍ដល់រាងកាយនេះទេណាស្ដាប់ឲ្យតន់ណាកន្លែងហ្នឹងណាញោមអាហារខ្លះអត់ឆ្ងាញ់ទេម្ហូបខ្លះអត់ឆ្ងាញ់ទេប៉ុន្តែវាសម្រួលសម្រាប់សុខភាពទៅតាមវ័យរបស់យើងឧទាហរណ៍
ចាស់ចាស់អញ្ចឹងទៅហូបសាច់អីអត់បានទេឡើងជាតិអាស៊ីតឈឺជង្គង់ឈឺចង្កេះតែឥឡូវហ្នឹងឯងឃើញទេអញ្ចឹងការបរិភោគហ្នឹងត្រូវមើលដែរសុខភាពផ្លូវកាយហ្នឹងត្រូវមានលំហាត់ប្រាណឲ្យបានច្រើនណាត្រូវហាត់ប្រាណអីទៀតត្រូវបរិភោគទឹកឲ្យច្រើនខ្ញុំខ្លះគាត់ថាខ្ញុំផឹកទឹកដែរណារាល់ថ្ងៃណាប៉ុន្តែទឹកហ្នឹងអាទឹកទៅសុបអាទឹកភីហ្នឹងអត់ស្រួលទេណាញាតិញោមណាញាតិញោមឥឡូវអត់មានអាទឹកភីហ្នឹងក៏ដោយអាភីដែរប៉ុន្តែវាអត់វឹងណាហើយអែមណាអាហ្នឹងក៏គ្រោះថ្នាក់ដែរជាតិហ្គាសខ្លាំងពេកជាតិផ្អែមខ្លាំងពេកក៏វាប៉ះពាល់ដល់រាងកាយហ្នឹងអញ្ចឹងរក្សាសុខភាពផ្លូវកាយនេះឲ្យបានល្អទី2ថែរក្សាសុខភាពផ្លូវចិត្តមិនត្រូវខឹងទឹះទាស់ច្រើនមិនត្រូវចំណែនអ្នកដទៃច្រើនទេឃើញគេរោគស៊ីមានបានឲ្យចេះត្រេកអរជាមួយនឹងគេផងកុំឲ្យគេរោគស៊ីមានបានឃើញមានផ្ទះធំតំណុំខ្ពស់មានឡានជិះមានខ្សែកមានលុយកាក់ច្រើនអីដើមអ្នកខ្លះអត់ត្រេកអរចំណែននឹងគេទៀតផងមែនញាតិញោម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 អង្គុយតុកមែនទេអ្នកឯណោះមែនអ្នកឯនេះទេណាអ្នកឯណោឃើញយើងមានបានអីជាដើមគេមិនសប្បាយចិត្តទេគេមិនសូវត្រេកអរទេថាពីព្រោះអីបានគេមិនសូវត្រេកអរថាមនុស្សវាមានពូជកិលេសគឺសេចក្តីច្រណែនចំណែនយ៉ាងម៉េចគេមានជាងអញគេស្អាតជាងអញគេចេះជាងអញសម្បូរញាតជាងអញសម្បូរសក្ការៈជាងអញសម្បូរកចូលចិត្តច្រើនជាងអញអញ្ចឹងឃើញខ្លួនឯងវាអត់មានដូចគេកើតនៅសេចក្តីច្រណែនតែត្រូវដឹងថាអ្វីគ្រប់យ៉ាងដែលបុគ្គលដែលគេល្អជាងយើងគ្រប់បែបយ៉ាងដែលគេទទួលបានហ្នឹងណាវាមិនមែនជារឿងចៃដន្យហើយក៏មិនមែនចំណាយពេលវេលាទៅអង្គុយច្រណែនគេហើយវាបាននោះទេតនេះអ្នកចង់កោះអង្គុយទៅចំណែនគេឆ្លើយទៅអត់អីទេមិនដឹងមានជាងអញមិនចូលចិត្តសោះទាំងមានស្អីកាលមុនដូចតែអញដែរអាត្មាក៏ថាកាលមុនគេដូចឯងតែឥឡូវគេលើឯងហើយគេក៏មិនចំណាយពេលវេលាទៅអង្គុយទៅទាស់នឹងអ្នកណាទេបើយើងចំណាយពេលវេលាទៅអង្គុយទៅទាស់នឹងអ្នកដទៃឈ្មោះថាជាមនុស្សឥតប្រយោជន៍ញោមចុះបើយើងយកអាពេលវេលាទៅអង្គុយចំណែនគេហ្នឹងទៅអភិវឌ្ឍខ្លួនឯងឲ្យមានចំណេះដឹងយកពេលវេលាដែលចំណែនដទៃហ្នឹងទៅប្រឹងប្រែងរកស៊ីក្នុងកិច្ចការងារមួយរបបផ្សេងប្រសើរទេប្រសើរវាប្រសើរជាងការអង្គុយចំណែនអ្នកដទៃត្រូវចាំថាក្នុងโลกនេះអត់មានរបស់ហ្វ្រីទេអត់មានរបស់ណាបានមកទៅទេកុំទៅអង្គុយចំណែនពេកយើងគូតែលួចមើលគំរូល្អរបស់គេថាតើគេមានហ្នឹងគេធ្វើអីខ្លះជួកាលឯងនេះមុខរបរប្រពន្ធគេប្រពន្ធឯងដែរតែរស់ដូចមិនសល់សោះមានអីសល់បើតលាក់លេខទីតាំងទៅរហូតហ្នឹងអារបស់ខ្លះមិនមែនជាតម្រូវការប៉ុន្តែវាត្រឹមតែចិត្តចង់បានអាចិត្តចង់បាននិងអាតម្រូវការខុសគ្នាណាញាតិញោមចិត្តចង់បានឧទាហរណ៍ឃើញគេមានឡានអញចង់ទិញឡានដែរឃើញគេមានឡានល្អមួយឆ្នាំអញចង់ដូរដែរទាំងដែលអារបស់នេះអាចប្រើប្រាស់បានសោះខោអាវស្បែកជើងបើយើងមានលុយច្រើនយើងប្រើទៅណានិយាយចឹងទៅច្រឡំឮលោកនិយាយចឹងលោកមិនអោយទិញរបស់ល្អប្រើទេមិនមែនអញ្ចឹងទេមានលុយកាក់ច្រើនហើយអាចទិញរបស់ប្រើប្រាស់បានក៏ប្រើប្រាស់ទៅក៏ប៉ុន្តែរបស់ខ្លះកុំខ្ជិះហើយឥឡូវត្រូវអាសេដ្ឋកិច្ចទូទាំងពិភពលោកវាមានការធ្លាក់ចុះអញ្ចឹងទៀតអាចកញ្ជើធ្លុះបានទេអាចកង់ធ្លាយបានទេអត់ទេត្រូវចាយឲ្យមានរបៀបជាងមុនត្រូវមានខ្ទង់មានវគ្គមានឃ្លាត្រូវចំណាយលើរបស់ចាំបាច់ជាងរបស់ដែលចង់បានតែបានទេញញុំទាំងអស់គ្នាកូនចៅចឹងដែរណាកុំអាងពុកម្ដាយមានទ្រព្យសម្បត្តិចេះតែម៉ែលុយកុំចេះតែទាយើងគូយកគំរូតាមគាត់ថាគាត់ប្រឹងប្រែងកម្រិតណាទៅបានមកប៉ុណ្ណឹងអញ្ចឹងយើងយកគំរូតាមគាត់ហើយត្រូវចាយមានរបៀបចាប់ពីក្មេងតទៅនេះអាទម្លាប់ល្អពីក្មេងតទៅចាស់ក៏នៅតែល្អដែរតោះនេះញាតិញោមបបនិស័យខ្ជិលចង្អុះអបនិស័យខ្ជិះខ្ជានេះវាកើតចេញពីតូចនឹងទៅដែរនឹងអាចង់បញ្ជាក់ជូនអញ្ចឹងចង់បញ្ជាក់ថាជីវិតរបស់យើងនៅពេលណាដែលយើងចាប់ដើមថែរក្សាសុខភាពផ្លូវកាយបានហើយថែរក្សាសុខភាពផ្លូវចិត្តបានល្អទៀតហើយយើងត្រូវពិចារណាថាដែលគេមានជាងយើងដែលគេឆ្លាតជាងយើងដែលគេប៉ាកែជាងយើងទី1បនពីអតីតរបស់គេផងហ្នឹងហើយបនពីអតីតរបស់គេផងការសន្សំបនទុកក្នុងកាលមុនហើយវាបូកជាមួយនឹងអាបច្ចុប្បន្នគេមិនកញ្ជើធ្លុះ
គេចេះសំចៃគេចេះទុកដាក់បើថាកាលមុនមួយខែផឹក4 ដងទេពេលចុងសប្តាហ៍មួយខែ4 ដងទេបន្ថយនៅត្រឹម2 ដងឬ1 ដងបានណាបើថាកាលមុនធ្លាប់ដើរសាកថ្មជីវិតច្រើនពេកទេឥឡូវបន្ថយតិចទៅព្រោះភ្លើងចង់អស់ហើយសាកថ្មជីវិតច្រើនពេកសាកចុះសាកឡើងតែផ្ទុះឆ្នាំងសាកអាហ្នឹងបញ្ចូលលេងចូលអាហ្នឹងបញ្ជាក់ចឹងអាហ្នឹងត្រូវប្រយ័ត្នប្រយែងនៅលើរឿងហ្នឹងអញ្ចឹងសុខភាពផ្លូវកាយសុខភាពផ្លូវចិត្តហើយព្យាយាមពិចារណានៅរឿងវិជ្ជមានថាគេបានអ្វីគ្រប់យ៉ាងល្អជាងយើងវាបូកបនពីអតីតហើយនឹងការប្រឹងប្រែងបច្ចុប្បន្ននឹងជាបញ្ជាក់អញ្ចឹងហើយជីវិតរបស់យើងនេះទៀតសោតมันអាចសុំបានទេកុំទៅសុំហើយអាត្មាប្រាប់ណាប្រាប់ញោមអ្នកកោះដាច់អ្នកចំកោះនេះចោះចង់បញ្ជាក់ថារឿងជីវិតរបស់យើងអាយុវែងក្តីអាយុខ្លីក្តីអត់អាចទៅមានវិធីសាសនាធ្វើឲ្យអាយុវែងតអាយុបានទេណាញោមណាអត់អាចទៅអូឮលោកនោះប្រកែឮគ្រូនោះប្រកែគេថាលោកប្រកែណាលើករាសីផងលោកអាចមានវិធីសាស្ត្រដោះគ្រោះដើម្បីបន្តជីវិតផងសិតតែវិធីសាស្ត្រឥតប្រយោជន៍ជីវិតរបស់យើងបើយើងសិក្សាតាមដំណើរនៃច្បាប់ធម្មជាតិដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានសម្ដែងឲ្យដោយល្អណាញាតិញោមគឺព្រះអង្គទ្រង់ដាស់តឿនថាដំណើរជីវិតហ្នឹងគឺប្រព្រឹត្តទៅតាមតែកម្មដែលយើងបានសាងនឹងឯងហើយពេលខ្លះញាតិញោមចេះតែជឿជំនឿអានេះយើងមិនខុសទេញោមចង់ជឿបែបណាក៏ជឿទៅប៉ុន្តែអាត្មាក្នុងនាមជាអ្នកបុស្សហើយជាអ្នកអប់រំមនុស្សទៀតផងកន្លែងណាដែលវាមិនត្រូវផ្ទុយពីហេតុផលគឺសុខចិត្តនិយាយមានអ្នកខ្លះហាមអាត្មាថាដៃកូនកុំនិយាយបែបហ្នឹងតែនិយាយបែបហ្នឹងប្រយ័ត្នគេស្អប់បានអាត្មាថាទូនាទីអ្នកទេសនាជាអ្នកដឹកនាំផ្លាស់ប្ដូរនៅផ្នត់គំនិតហើយបើដើរទូនាទីអ្នកទេសនាមិនហ៊ាននិយាយការពិតឲ្យគេដឹងមកទេសរលបល់អីទេមែនទេញោមឥឡូវឧទាហរណ៍ញោមជាឪពុកជាម្ដាយរបស់គេអត់ហ៊ានណែនាំកូននេះតាមតកូនទៅកូនថាមិនអញ្ចឹងធ្វើម៉េចឲ្យគេទៅអីមែនទេធ្វើម៉េចឲ្យគេបើមិនអាចបដៅទូនមានកូនបានទេកុំធ្វើឲ្យសោះធ្វើជាគ្រូបរៀនគេបើមិនអាចណែនាំស្ដីថាឲ្យទេមិនធ្វើទេទូនាទីគ្រូគឺចង្អុលបង្ហាញប្រាប់ណែនាំដាស់តឿនត្រូវស្ដីបដៅអីខ្លះចឹងហើយម៉ែឲ្យកូនចឹងដែរត្រូវស្ដីបដៅត្រូវថាខ្លះហើយអត់អាចទៅតាមដំណើរបានទេយ៉ាងណាមិញអ្នកទេសនាក៏ដូចគ្នាចឹងដែរបើទេសអបរត់តលុយទេអត់បញ្ហាទេអាត្មានិយាយត្រង់ចុះបើចេះទេសត្រូហើយអត់ប៉ះពាល់រឿងជំនឿផ្ដេសផ្ដាស់អីហ្នឹងទេញោមអើយមិនខ្វះទេអ្នកតូចអ្នកធំគេឧបត្ថម្ភម្លោះហ្នឹងមានឡានជិះយូរហើយមិនមែនមកជួលឡានគេក្រំគ្រាចិត្តអីចឹងទេប៉ុន្តែដឹងច្បាស់ខ្លួនឯងថាដំណើរនៃការឈរនៅក្នុងវិថីនៃអ្នកទេសនានេះគឺជាអ្នកដឹកនាំមិនមែនជាអ្នកដើរតាមទេអញ្ចឹងបានពេលខ្លះត្រូវគេជេរគេស្ដីគេថាហ្នឹងវាប៉ះពាល់របស់គេផងប៉ះពាល់ទៅដល់ជំនួយរបស់គេផងវាធម្មតាទេសនាប៉ះហើយអាអ្នកខូចក៏ប៉ះអាអ្នកត្រូវក៏ប៉ះប៉ុន្តែយើងនិយាយនេះមិនមែនប៊ីតប៊ីនអ្នកណាមួយទេតែយើងចង់បង្ហាញថារឿងខុសគូបង្ហាញថាវាខុសរឿងត្រូវគូប្រាប់ថាវាជារឿងត្រឹមត្រូវបើឃើញខុសហើយយើងមិនកែប្រែតើយើងមានសមត្ថភាពដឹកនាំមនុស្សបែបណាបានបុគ្គលដែលដឹកនាំគេត្រូវតែហ៊ានត្រុសត្រៃផ្លូវញាតិញោមអ្នកដឹកនាំគេត្រូវតែហ៊ានត្រុសត្រៃផ្លូវបើទោះបីជាមានបុគ្គលនៅខាងក្រៅយើងគេចេះតែថាអូចេះមួយចុះពីរយ៉ាងណាក៏ដោយក៏ជារឿងរបស់គេទៅចោះសំខាន់យើងអ្នកដឹកនាំត្រូវតែហ៊ានត្រុសត្រៃផ្លូវហើយកុំគិតពីការស្រឡាញ់និងការស្អប់ប្រសិនបើដើរមកក្នុងវិថីនេះចង់ឲ្យគេស្រឡាញ់ហើយភ័យខ្លាចគេស្អប់ជាមនុស្សអាត្មានិយមបំផុតមនុស្សបែបនេះមិនអាចដឹកនាំនរណាមួយបានឡើយសូម្បីតែខ្លួនឯងតោះនេះខ្ញុំកន្លែងហ្នឹងចឹងបានយើងឃើញថ្នាក់ដឹកនាំរបស់យើងពេលខ្លះប្រជាពលរដ្ឋចេះតែជេរចេះតែស្ដីចេះតែថាអូចេះមួយចេះពីរប៉ុន្តែយើងគិតណាអ្នកដឹកនាំប្រទេសមិនមែនដូចអ្នកដឹកនាំធម្មតាទេអ្នកដឹកនាំប្រទេសមិនដូចជាមេគ្រួសារទេល្អិតល្អន់ណាស់ដើរខុសតាបន្តិចគ្រោះថ្នាក់មកហើយយើងនេះអូចាំតែស្ដីចាំតែថាជួនកាលពេលខ្លះអាខ្លួនមិនចេះក៏តាំងខ្លួនឯងធ្វើចេះដែរណាជួបច្រើនណាស់អញ្ចឹងបានអាត្មាមិនដែលខ្វល់នឹងពាក្យគេសរសើរនិងការជេរបន្តិចរបស់ជនណាមួយឡើយឲ្យតែធ្វើរឿងត្រឹមត្រូវអ្នកណាថាខុសអ្នកណាថាត្រូវជារឿងរបស់គេសំខាន់យើងធ្វើតែកិច្ចការងារដែលយើងយល់ថាជារឿងត្រឹមត្រូវហើយរឿងស្អប់រឿងស្រឡាញ់ណាញាតិញោមអើយរឿងស្អប់រឿងស្រឡាញ់ជារឿងរបស់គេប៉ុន្តែយើងមិនត្រូវផ្ដេកផ្ដួលទៅតាមមាត់របស់អ្នកដទៃឡើយត្រូវតែឥស្សរៈលើខ្លួនឯង
ហើយជីពិសេសដោយអាត្មាអ្នកទេសនាទៀតសោតគឺត្រូវតែហ៊ានពោលនៅការពិតនឹងតែម្ដងបុគ្គលដែលផ្លាស់ប្ដូរផ្នត់គំនិតមុនគេគឺព្រះសម្មាសម្ពុទ្ធព្រះពុទ្ធត្រាស់ដឹងឡើងមកក្នុងលោកអ្នកភ្លឺស្វាងពីសច្ចធម៌ហ្នឹងដឹងផ្លូវត្រូវតែមួយអង្គឯងគាត់ហើយបើអង្គព្យាយាមបដិវត្តក្នុងការបញ្យលប្រាប់មនុស្សទាំងឡាយថានេះអាបដិបទានៃការដើរបែបបន់បួងសួងសុំចេះសុំចុះហ្នឹងនេះមិនមែនជាផ្លូវត្រូវទេដូចអ្នកខ្លះបន់សុំឲ្យមានទ្រព្យសម្បត្តិបន់សុំឲ្យមានអាយុវែងរស់នៅអស់កាលយូរអីជាដើមនេះឬក៏សុំឲ្យមានយសស័ក្តិមានបរិវារនេះព្រះអង្គទ្រង់សម្ដែងថាការធ្វើបែបនេះមិនបានសម្រេចទេទាល់តែអ្នកធ្វើហេតុពីខាងដើមព្រះអង្គបដិវត្តមុនគេពិធីកម្មនៃការបែបន់បួងសួងសុំសុខសុំលៀបសុំជ័យសុំឲ្យចេះសុំឲ្យចុះហ្នឹងព្រះពុទ្ធបដិសេធព្រះពុទ្ធព្រះអង្គទ្រង់បដិសេធមកថាការសុំបែបហ្នឹងមិនបានទេព្រះអង្គទ្រង់សម្ដែងជាមួយនឹងលោកអនាថបណ្ឌិកសេដ្ឋីតាក់ទងរឿងការសុំមិនបានហ្នឹងដែរសុំលៀបសុំយសសុំការសរសើរសុំទ្រព្យសម្បត្តិឬក៏សុំការរស់នៅអស់កាលដែលយូរស្លាប់ហើយបានប្រកាន់សុគតិហ្នឹងអត់បានទេញាតិញោមអត់បានទេព្រះអង្គសម្ដែងថាអត់បានទេបើអ្នកចង់បានបែបនោះទាល់តែអ្នកសាងហេតុចង់មានទ្រព្យត្រូវប្រឹងប្រែងរកស៊ីចេះទុកដាក់កុំឲ្យខ្ជាយចង់ឆ្លាតចង់ពូកែខំប្រឹងសិក្សារៀនសូត្រព្យាយាមដាក់ខ្លួនចោះកុំតម្លើងខ្លួនហើយដើម្បីក្រេបជញ្ជក់នៅចំណេះចេះដឹងពីអ្នកដែលគេចេះដឹងជាងខ្លួនឃើញទេបានអាត្មាតែពោលថាការបែបន់បួងសួងនេះអាត្មាមិនទាន់ថាចាត់ថាជាកំហុសទេតែកំហុសដ៏ធំរបស់យើងគឺការដែលមិនធ្វើហេតុឲ្យសម្រេចនៅផលដែលជាទីប្រាថ្នាតនេះកន្លែងទៅនឹងញាតិញោមតនេះកន្លែងទៅនឹងការបែបន់បួងសួងអាត្មាអត់ទាន់ថាចាត់ជាកំហុសធំដុំដល់ឡើយទេកំហុសធំបំផុតរបស់អ្នកសុំឲ្យអត់ធ្វើអានេះទៅជាកំហុសដ៏ធំពិតប្រាកដសម្រាប់មកវិញចង់បញ្ជាក់ថាការដែលសុំឲ្យខ្លួនឯងរស់នៅបានអាយុវែងมันអាចបានទេកុំចេះតែសុំអ្នកខ្លះទៅមុខព្រះចាប់ដើមជីបអូចសុំឲ្យព្រះអង្គជួយឲ្យខ្ញុំកណាបាត់ឈឺចកេះឲ្យខ្ញុំកណាបាត់ឈឺចកុងបើសិនជាខ្ញុំកណាបាត់ឈឺចកេះបាត់ឈឺចកុងដោយព្រះអង្គគេល្បីថាបកាយមែនខ្ញុំកណានឹងសែននេះនឹងសែននោះប៉ុន្តែការពិតវាមិនបានដោយការសុំនឹងទេបើឈឺទៅពេទ្យហើយខ្ញុំកណាទៅពេទ្យហើយវាមិនជាថាបើមិនជាទេមើលអាយុផងអាយុប្រហែលហើយវាគ្មានអាណាធ្វើអំពើដាក់ទេឈឺចកេះឈឺចកុងល្មមទៅពេទ្យឲ្យគេពិនិត្យមើលបើពេទ្យពិនិត្យមើលហើយដាក់ថ្នាំហើយសម្រួលវីតាមីនអីហើយនៅតែមិនទាន់អាចជាបានទេមិនទាន់ស្រួលទេពិនិត្យមើលអាយុវិញអាយុប៉ុន្មានហើយណាបើអាយុនឹងវាចូល60ចូល70ចូល80ហើយអើយណាហើយរូបអាត្មាអញចាស់ហើយក្រំគ្រាហើយអត់មាននរណាមកធ្វើអំពើដាក់យើងទេកុំទៅឆោតពេកហើយអត់មាននរណាឈឺចកុងឈឺចកេះឈឺក្បាលហើយស្រោចទឹកហើយវាជាទេណាបានទេញាតិញោមណាបានអត់ឈឺចកេះហ្នឹងក៏ទៅស្រោចទឹកឈឺចកុងក៏ទៅស្រោចទឹកអត់ទៅរកពេកទេកូនសិស្សអាត្មាមួយនៅព្រៃវែងញាតិញោមកូនសិស្សអាត្មានៅព្រៃវែងនិយាយពីថាពេលឈឺអញ្ចឹងខ្ញុំដឹងមកទេពេលឈឺទៅរកទៅលោកស្រោចទឹកឲ្យឈឺក្បាលវិលមុខហើមដៃហើមជើងឈឺចកុងទៅរកទៅលោកឲ្យទៅលឺលោកណាប៉កែហើយពេលចូលឆ្នាំឲ្យទៅលឺគេពួនភ្នំខ្សាច់អីផ្ដាច់កម្មពីអូចូលចិត្តទៅប៉ុន្តែដល់តែពេលស្ដាប់អាត្មាបរិញ្ញាមកអាត្មាលើកធម៌ព្រះមកសម្ដែងពីហេតុផលមកញោមអើយគាត់ថាឥឡូវស្រាលក្បាលអត់អស់លុយច្រើនដូចមុនហើយស្រួលខ្លួនទៀតញោមសាក់លះបង់អារឿងខុសនឹងចេញពេលដែលបញ្ញាចម្រើនឡើងអាចលះបង់នៅរឿងខុសហើយធ្វើរឿងត្រឹមត្រូវបានហើយស្រាលនៅពេលណាដែលគ្រូក្បាលយើងចាប់ដើមគិតថាអូអញជួយចកងមកពីគេធ្វើអំពើដាក់អញជួយចកងមកពីអញ្ចេះអញជួយចកងមកពីអំពើខ្មៅអាហ្នឹងសិតតែរឿងមិនត្រូវទេដល់ពេលទៅមើលពេទ្យញោមម្នាក់គាត់មកស៊ូផ្នាឯកូននៅខ្ញុំណាត្រូវអំពើគេហើយអាត្មាថាមិនបានត្រូវអំពើគេអូយខ្ញុំកណាហ្នឹងវាចេះតែអត់ស្រួលខ្លួនទេអស់ម្ចាស់អូយវិលមុខរៀនល្ងិតមុខមិនសូវស្រួលខ្លួនសោះបានអាត្មាក៏ស៊ូមានទៅពេទ្យដែរអូយទៅហើយពេទ្យទៅអាត្មាក៏ថាឲ្យឈឺអីវិញដល់ពេលក៏ថាម៉េចគ្រុនពវិនអាលៈពវិននោះបន្តិចកាពះនោះបន្តិចកាលៀននោះបន្តិចស៊ូតនោះបន្តិចចង់អស់ហ្នឹងហ៎ជាតិអាស៊ីតឡើងបន្តិចមិនប្រហែលតែជាតិអាស៊ីតឡើងទេវាឡើងទាំងជាតិស្ករទៀតផងបានអាត្មាក៏ថាណាហើយញោមហើយបើវាបន្តិចអស់ហើយហ្នឹងបើមិនឈឺទៅវាចម្លែកអត់មាននរណាមកធ្វើអំពើដាក់ទេស្ដាប់បានទេញាតិញោមណាបើឈឺរោថ្នាំរោអីទៅបើថាវានៅតែឈឺទេក៏ព្រមទទួលស្គាល់ថាអាត្មាអញចាស់ហើយសម្រាប់អាត្មាអង្គុយទេសនាយូរឈឺចកេះអត់ដែរគេតែគេមកធ្វើអំពើផ្សាញ់ផ្ចាលដាក់អីទេឈឺចកេះមកពីអង្គុយយូរស្ដាប់បានទេញោម
អង្គុយយូរសឹកតកើតឬដូងបានដែរឡើយហ្នឹងអង្គុយអង្គុយមួយថ្ងៃពីកន្លែងមួយទៅកន្លែងមួយចឹងបានខ្ញុំឡើងចេះអង្វរដៃកូនហើយសុំទេឲ្យបាន1ម៉ោងកន្លះអាថាអត់ស៊ីចូលទេខ្ញុំទោះបីខ្ញុំដាក់ប្រមាណគាត់ស៊ីចូលដែរកាត់ឬដូងបាត់ខ្ញុំមិនមកកើតជំនួសអាត្មាទេអាត្មាពិបាកតែខ្លួនឯងទេអញ្ចឹងទេសនាតែល្មមទេសនាតែល្មមស្ដាប់មិនទាំងបានផងទៅរកមកទេសរៀងច្រើនទៀតផងស្ងាបហមដាក់លោកតែលើហ្នឹងឯងអូយអត់បានទេនឹងចង់បញ្ជាក់អញ្ចឹងស្រាប់មកវិញថាការដែលសុំរស់នៅអស់កាលយូរអាចសុំបានទេញាតិញោមសុំអត់បានទេរបស់អត់ហ្នឹងសុំបានទេបើសុំបានឬក៏មានវិធីសាស្ត្រអាចធ្វើឲ្យអាយុនឹងឯងវែងបានណាអូខ្ញុំហើយមិនបាច់ខ្លែងទេប៉ុន្តែវិធីសាស្ត្រដែលព្រះអង្គទ្រង់សម្ដែងថានាំឲ្យអាយុវែងព្រះអង្គសម្ដែងដូចជាមាន5ប្រការក៏មាន7ប្រការក៏មានដែរតែអាត្មាលើកតាមការចាំចោះទី1ចេះធ្វើខ្លួនឯងឲ្យសប្បាយកុំសូវកើតទុកខ្លាំងពេកគិតរឿងវិជ្ជមានច្រើនរឿងណាដោះស្រាយបានក៏ដោះស្រាយទៅបើដោះស្រាយមិនបានទេក៏ទទួលស្គាល់ថាអាត្មាអញមានលទ្ធភាពប៉ុណ្ណឹងតើញាតិញោមហ្នឹងហើយមកទៀតធ្វើសេចក្តីល្អហ្នឹងហើយអប់រំទូនមានចិត្តហូបអាហារអីហ្នឹងកុំឲ្យអាហារណាវាប៉ះពាល់សុខភាពច្រើនបរិភោគទឹកឲ្យច្រើនជាដើមដូចអាត្មាលើកឡើងពីខាងដើមអញ្ចឹងគឺលក្ខណៈបែបហ្នឹងចេះធ្វើខ្លួនឯងឲ្យសប្បាយប្រព្រឹត្តសេចក្តីល្អសរុបឲ្យខ្លីមកថាសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តដំណើរនេះជាបដិបទានាំឲ្យអ្នកបានអាយុវែងអត់មានតែធ្វើវិធីដោះគ្រោះបកស្បែកលើករាសីតអាយុហើយបានអាយុវែងក៏ទេដែរជីវិតរបស់យើងវាមិនមែនអាស្រ័យទៅលើរឿងអស់ហ្នឹងទេវាអាស្រ័យទៅលើកម្មដែលយើងបានសាងហ្នឹងបញ្ជាក់មកប៉ុណ្ណឹងទី4សូមឲ្យស្លាប់ទៅហើយបានទៅកាន់សុគតិមនុស្សឬទេវតាក៏អត់អាចសុំបានដែរវាអាស្រ័យទៅលើគណៈចិត្តចុងក្រោយរបស់យើងនេះបើគណៈចិត្តចុងក្រោយនឹងឯងជីវ័នចិត្តនឹងឯងវាតោងបាននៅអារម្មណ៍ណាយើងពោលថាអញ្ចឹងណាវាតោងបាននៅអារម្មណ៍ណាទៀបនឹងស្លាប់នឹងវាតោងបាននៅអារម្មណ៍ណាបើអារម្មណ៍នោះរលឹកឃើញហើយជាអារម្មណ៍ល្អឬក៏យើងពោលសមថាបើរលឹកឃើញនៅរឿងល្អធ្លាប់ឲ្យទានធ្លាប់រសាសិលមិនមែនរលឹកឃើញរឿងល្អធ្លាប់ច្រៀងការ៉ាអូខេទេណាមិនរលឹករឿងល្អធ្លាប់ដើរលេងឯណាការីរំជាមួយគ្នាកំពុងសោមប្រទេសនេះប្រទេសនោះមិនមែនអញ្ចឹងទេរលឹកឃើញរឿងល្អនៅក្នុងទីនេះគឺសំដៅទៅដល់ការបំពេញនៅកុសលទាំងពួងការដែលបានបំពេញនៅកុសលទាំងពួងធ្លាប់ដាក់បាតធ្លាប់ធ្វើកឋិនធ្លាប់ជួយសង្គ្រោះអ្នកកំសត់ក្រីក្រលំបាកតោកចាក់ធ្លាប់ជួយដល់បងប្អូនភ័សឹកជួយដល់តាហ៊ានជួមុខដូចអាត្មានៅបន្តកតុយរហូតគេឈប់ចង់អស់នៅតែអាត្មាម្នាក់ឯងហ្នឹងទេសនាពីនឹងបេះពីនេះបេះពីនោះបានបញ្ជូនទៅម្ដងអញ្ចឹងទៅដូចថ្ងៃនេះបានទឹកផាចូល1000យូជាងផ្ញើទៅនឹងប្រកាសតិចតួចទៅគេចូលរួមមកទៅទេសនាយកពីនេះផងយកពីនោះផងបូកផ្សំនេះបញ្ជូនទៅម្ដងអញ្ចឹងទៅតាមលំដាប់ទៅនៅតែធ្វើរហូតនៅពេលណាដែលយើងបានរលឹកឃើញសេចក្តីល្អបែបនេះរៀបនឹងស្លាប់អាចទៅកាន់សុគតិមនុស្សឬទេវតាតែបើទៀបនឹងស្លាប់មរណាសនជីវ័ននេះគណៈចិត្តចុងក្រោយទៀបនឹងស្លាប់នឹងស្រាប់តែរលឹកឃើញឈ្មោះថាកម្មអារម្មណ៍វាឃើញនៅអំពើកម្មទាំងឡាយទៅពួងធ្វើអកុសលផ្សេងធ្លាប់ផឹកធ្លាប់ស៊ីធ្លាប់ចាក់ឆ្នោតធ្លាប់និយាយដើមគេធ្លាប់ចាក់រុកគេធ្លាប់បៀតបៀនគេបូនមាត់ជួយចាំដាក់លោកជាដើមណាចុចលាក់ហើយនឹងលាក់តែប៉ុណ្្នឹងហើយខ្ញុំត្រៀមទៅអបាយភូមិបើកមាត់អញប៉ុណ្ណានៃចាំស្រូបយើងយកទៅតោះនេះញាតិញោមហេខ្ញុំកណាមិនចង់បានទេវាមិនមែនលើញោមចង់បានឬមិនចង់បានទេវាអាស្រ័យទៅលើខណៈចិត្តរបស់យើងចង់ក្រោយអញ្ចឹងបានអ្នកប្រាជ្ញទាំងឡាយឲ្យយើងសន្សំនៅសេចក្តីល្អហេតុអីបានចាំបាច់ឲ្យយើងសន្សំនៅសេចក្តីល្អព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងថាសុខោបញ្ញសៈអុច្ចយោការសន្សំបុណ្យរមែងនាំមកនៅសេចក្តីសុខនៅក្នុងពគាថាមួយព្រះអង្គសម្ដែងបញ្ញញ្ជេពុរិសោកយរាថេណੰបណបណੰតាមមហិឆន្ទੰកយរាថាសុខោបញ្ញសៈអុច្ចយោបុរសគប្បីធ្វើបុណ្យឲ្យធ្វើឲ្យរឿយហើយត្រូវពេញចិត្តទៅនៅក្នុងបុណ្យនោះពីព្រោះការសន្សំបុណ្យរមែងនាំមកនៅសេចក្តីសុខហើយអាត្មាលើកបន្តិចសុខព្រោះការសន្សំបុណ្យវាសុខមិនយើងច្រើនតែកំណត់ច្រើនតែសម្គាល់ថាសុខព្រោះការសន្សំបុណ្យហ្នឹងវាតលតែធ្វើបុណ្យហើយមានគេជួយឬក៏ធ្វើឲ្យបុណ្យហ្នឹងវាឲ្យផលទៅបានឈ្មោះថាការសន្សំបុណ្យបាននៅសេចក្តីសុខប៉ុន្តែកន្លែងនេះត្រូវយល់ថាការសន្សំបុណ្យរមែងនាំមកនៅសេចក្តីសុខព្រោះការធ្វើបុណ្យហ្នឹងគឺនៅក្នុងគណៈពេលដែលយើងធ្វើហើយចិត្តយើងស្រស់ថ្លាជ្រះថ្លារីករាយដោយជួយសង្គ្រោះគេហើយឲ្យទានហើយប្រគេនទានហើយបានធ្វើសេចក្តីល្អហើយចិត្តយើងរីករាយក្នុងចំណែកធ្វើសេចក្តីល្អអាសេចក្តីសប្បាយរីករាយក្នុងចំណែកនៃកុសលរបស់យើងហ្នឹងអានឹងឯងសុខព្រោះការសន្សំបុណ្យនាំមកនៅសេចក្តីសុខគឺបែបហ្នឹងឬក៏ថាញាតិញោមរក្សាសិល5ក្តីរក្សាសិលឧបោសថក្តី
ស្រាប់តែញាតិញោមពិចារណាអំពីសិក្ខាបទទី1ទី2ទី3ទី4ទី5រហូតដល់ទី8ដែលជាសិក្ខាបទយើងត្រូវរក្សាហ្នឹងពិចារណាមើលទៅស្រាប់តែឃើញសិលរបស់អាត្មាអញល្អដល់ហើយតាំងពីសិល5តាំងពីសិល8ឧបោសថក្តីឃើញសិលរបស់ខ្លួនសិក្ខាបទរបស់ខ្លួនល្អវាអត់ដាច់កន្លែងណាមួយចិត្តយើងកើតនៅសេចក្តីរីករាយក្នុងចំណុចការរក្សាសិលហ្នឹងនេះឯងជាសេចក្តីសុខតោះនេះញាតិញោមតោះនេះកន្លែងទៅហ្នឹងឬក៏ញោមព្រឹកមិញបានឲ្យទានបានចូលរួមថ្វាយទានប្រគេនទានជូនទានហើយនឹករលឹកហើយសត្វតែកើតចិត្តសប្បាយនេះឯងជាសេចក្តីសុខព្រោះការសន្សំនៅសេចក្តីល្អសេចក្តីសុខវាមិនមែនតតែញោមមានផ្ទះថ្មតសអិតមានវិឡាមានឡានជិះទំនើបល្អទេវាអាស្រ័យទៅលើផ្លូវចិត្តរបស់យើងតន់អត់ញាតិញោមហើយក៏មានប្រកាសថាដាក់រោងអញ្ចឹងវាសិតតែបានសុខដែរជួនកាលមូម៉ៅនឹងអីឧទាហរណ៍លោកទេសរៀងយូផងឧទាហរណ៍ទេណាមិនមែនទេណារឿងឧទាហរណ៍លោកទេសរៀងយូនឹងចុកចកេះចុកចកងឈឺខ្នងឈឺអីផងទៅឬក៏ថាពេលខ្លះស្រាប់តែឃើញឧទាហរណ៍ថាកន្លែងបនខ្លះគេមានកន្លែងទទួលភ្ញៀវដល់ឡែកផ្សេងទៅដល់ពេលភ្ញៀវមកឲ្យគ្រប់ក៏កើតនៅអាមូម៉ៅមូម៉ងឬក៏ឃើញមកទោសណាយាយខាងនេះក៏មិនដឹងខាងនោះមិនដឹងគេថារួមទៅមួយចំនួនទេណាឧទាហរណ៍ទេមិនរឿងមែនទេឃើញគាត់ច្រកនេះច្រកនោះយកទៅផងកើតចិត្តខឹងមូម៉ៅធ្វើបនរោងធំប៉ុណ្ណឹងក៏កើតបាបដែរធ្វើឲ្យលះតោះនេះញាតិញោមបើធ្វើក្តឹបក្តៀបដដែលទេកុំធ្វើលះបើតែលះទៅចិត្តលះបងតែចិត្តលះបងភឹងឲ្យសុខសុបាយអាត្មាធ្លាប់ឲ្យទានណាឃើញញោមម្នាក់គាត់ដើរលក់តកូនគាត់អាយុ86ឥឡូវប្រហែលគាត់ស្លាប់បាត់ហើយឡើងជាង10ឆ្នាំហើយគាត់ដើរលក់តកូនអាយុ86សួរថាញោមអាយុប្រហែល86ឆ្នាំព្រះអង្គអស់ថ្មិញលេងដើរលក់តកូនថាញោមមិនដើរលក់តកូនអញ្ចឹងថាបើមិនលក់ទេបានលុយណាចាយលោកម្ចាស់គាត់ហៅយើងព្រោះហៅលោកម្ចាស់ហ្នឹងហើយបើមិនលក់មានលុយណាចាយហើយចុះកូនចៅទៅណៅខ្ញុំកណាគ្មានទេព្រះអង្គហើយបានប្រឹងប្រែងលក់អញ្ចឹងឃើញកើតនៅសេចក្តីអាណិតអញ្ចឹងកុសលកើតឡើងកើតសេចក្តីអាណិតដោយករណាធម៌អញ្ចឹងក៏អាត្មាជូនដូចថវិកាគាត់កាន់ដូចជា20000រៀលជូន20000រៀលហើយជូនទៅដល់គោជូដល់គោជូ2 10ខ្ញុំមកគាត់តែយើងឲ្យប្រាក់គាត់ប៉ុណ្ណឹងគាត់សប្បាយលំហូរទឹកភ្នែកយើងអាណិតហើយឃើញគាត់ទទួលរីករាយអញ្ចឹងចិត្តយើងវារំភើបនឹងទានថាយើងឲ្យទានត្រូវហើយមកដល់គាត់វិញក៏នឹកឃើញសប្បាយចិត្តគណៈពេលឲ្យក៏សប្បាយចិត្តមកដល់គាត់វិញហើយក៏សប្បាយចិត្តនេះអាការសប្បាយចិត្តហ្នឹងគឺជាសេចក្តីសុខព្រោះការសន្សំបុណ្យស្ដាប់បានទេចឹងញាតិញោមបើថាឲ្យឲ្យក្តៅដដែលទេអាហ្នឹងមិនមែនបុណ្យស្អីវាទេអាហ្នឹងនោះឲ្យដែរប៉ុន្តែសង្ឃឹមផលឲ្យដែរតែសង្ឃឹមតែគេថាអញចូលបុណ្យគេតែបុណ្យអញគេមកវិញអាហ្នឹងមិនមែនបុណ្យទេអាហ្នឹងនោះឲ្យរបស់ស្រណោះដៃហត់ទឹកសម្លឹងកាអញ្ចឹងបញ្ជាក់អញ្ចឹងបុណ្យដែលនាំមកនៅសេចក្តីសុខគឺសុខព្រោះការឲ្យទានព្រោះការរក្សាសិលព្រោះការអប់រំទូនមានចិត្តអីជាដើមនោះឯងបានអញ្ចឹងញាតិញោមអនុមោទនីអញ្ចឹងបញ្ជាក់ចុងក្រោយបន្តិចតាកតងជាមួយនឹងបុណ្យគម្រប់ហូប3ឆ្នាំ10ឆ្នាំនិង22ឆ្នាំនេះសរុបមកវិញបុណ្យទាំងអស់នេះគឺជាបុណ្យតក្កិណានុប